លោកគ្រូមើលនេះមិនក៏មានព្រើលធ្លាក់ក្តាររដូវក្តៅអញ្ចឹងលោកគ្រូ មិនដឹងមិនផងនឹង លោកគ្រូថាវាជារឿងធម្មតាទេ នេះមិនមែនជាព្រើលធម្មតាទេវាជាព្រើលពឹសមានរឿងមិនស្រួលកើតឡើងនៅទិសខាងជើងហើយ លោកគ្រូពេទ្យជួយខ្ងោកនេះផងគាត់ហោះមកពីភ្នំខាងជើងហើយស្រាប់តែធ្លាក់កកថ្មខាមតែម្ដង ជំងឺសាយសតកកប្រលឹងនេះជាជំងឺរាតត្បាតបុរាណវាអាចបំផ្លាញសត្វមានជីវិតទាំងអស់ឲ្យคล้ายជារូបសំណាកទឹកកក អូ ចុះយើងមានថ្នាំព្យាបាលទេលោកគ្រូ លោកគ្រូនឹងរកឃើញផ្លូវសម្រាប់យើងថ្នាំតែមួយគត់ដែលអាចរំលាយទឹកកកនេះបានគឺផ្កាភ្លើងអមតៈដែលដុះនៅកណ្ដាលរណ្ដៅភ្នំភ្លើងទឹកកកដ៏សែនឆ្ងាយកុំបារម្ភលោកគ្រូផ្លូវអាកាសទុកឲ្យក្រុមថ្មាត់សជាអ្នករ៉ាប់រងយើងនឹងជូនលោកគ្រូទៅដល់ទីនោះត្រជាក់ណាស់លោកគ្រូស្លាប់ខ្ញុំក៏អស់ហើយកុំបារម្ភអីបងធំយើងនឹងជួយអ្នកមើលចុះលោកគ្រូខាងក្រោមរណ្ដៅនោះមានពន្លឺពណ៌ក្រហមប្រកាសជាផ្កាភ្លើងអមតៈហើយប្រកាសណាស់គ្រោះថ្នាក់ណាស់ឈប់សិនពួកឯងហ៊ានចូលមកក្នុងទឹកដីរបស់អញកុំសង្ឃឹមថាយកផ្កាភ្លើងអមតៈបានឲ្យសោះប្រយ័ត្នវីរៈវាជាសត្វសាហាវយាមភ្នំនេះកុំខ្លាចលោកគ្រូខ្ញុំជាអ្នកការពារអសត្វឋានគីង្គក់ទេវតាទទួលយកកញ្ញាំថ្មាត់សទៅអាស្វាតកោអូយវាខំស្បែកកកខ្ញុំហើយឈឺខ្លាំងណាស់លោកគ្រូយើងត្រូវធ្វើម៉េចទៅមេថ្មាត់តោះសន្លប់បាត់ហើយគ្រូពេទ្យមិនប្រើកម្លាំងបាយទេតែប្រើប្រាជ្ញាវីរៈជួយគប់ដបថ្នាំកម្ដៅបេះដូងនេះទៅចំមាត់វាទៅអូកក់ក្ដៅណាស់ភាពត្រជាក់ដែលធ្វើឲ្យអញឈឺចាប់រាប់រយឆ្នាំមកនេះបានរលាយបាត់ហើយឯងមិនមែនកាចសាហាវទេគ្រាន់តែឯងឈឺចាប់ដោយសារភាពត្រជាក់ខ្លាំងពេក ឥឡូវនេះ ទុកឲ្យពួកយើងចូលទៅយកផ្កាភ្លើងនោះបានទេអរគុណលោកគ្រូពេទ្យដែលបានរំដោះខ្ញុំពីការឈឺចាប់ផ្លូវចុះទៅរណ្ដៅភ្នំភ្លើងនៅទីនេះហើយសូមប្រុងប្រយ័ត្នផងអរគុណលោកម្ចាស់ភ្នំវីរៈតោះយើងឆាប់ចុះទៅរកអូហូឡៃ ចម្លែកណាស់លោកគ្រូមកខាងក្តៅមកខាងត្រជាក់ វាពិតជាអស្ចារ្យមែនដើរយឺតវីរៈទីនេះរអិលណាស់ហើយផ្សែងភ្លើងក៏ពុលដែរប្រយ័ត្ន នោះលោកគ្រូនៅលើកោះតកកកណ្ដាលភ្លើងនោះមានផ្កាពណ៌ក្រហមឆ្អៅ មិត្តមែនហើយនោះគឺផ្កាភ្លើងអមតៈវាដុះនៅក្នុងដុំទឹកកកកញ្ចក់រាប់ពាន់ឆ្នាំផ្កានេះមានកម្ដៅខ្លាំងណាស់បើប្រើដៃទទេច្បាស់ជារលាកដល់ឆ្អឹងវីរៈបើកកន្លគ្រីស្តាល់ឲ្យលឿន ខ្ញុំបើកវាឲ្យលឿនឡើងលោកពូ ទីបំផុតវីរៈយកវាដាក់ក្នុងកន្លលោកគ្រូរណ្ដៅនេះចិត្តនឹងផ្ទុះហើយឆាប់លោតមកលើខ្នងខ្ញុំមកយល់ព្រមខ្ញុំមកដល់ហើយលឿនឡើងវាផ្ទុះហើយ តែលោកគ្រូមកទាន់ពេលល្មមសត្វខ្ងោកនេះកកចិត្តដល់បេះដូងហើយខ្ញុំមកដល់ហើយ វីរៈ ឆាប់ទៅរៀបចំឆ្នាំងដីនិងទឹកសន្សើម7ពណ៌ភ្លាមយើងគ្មានពេលច្រើនទេអូហូពន្លឺខ្លាំងណាស់លោកគ្រូកម្ដៅវាធ្វើឲ្យទឹកពុះភ្លាមតែម្ដងកម្ដៅនេះហើយទើបអាចរំលាយភាពត្រជាក់នៃជំងឺសាយសត្វបានរួចរាល់ហើយអាយ៉ាដកថ្នាំចេញមកលេបវាទៅខ្ងោកអើយអនុញ្ញាតឲ្យភ្លើងអមតៈនេះដកភាពក្ដៅដល់ប្រលឹងឯងឡើងវិញបងអរគុណលោកគ្រូពេទ្យប៉ុន្តែនៅឯភ្នំខាងជើងមិត្តភ័ក្តិនិងក្រុមគ្រួសាររបស់ខ្ញុំជាច្រើនទៀតកំពុងតែកក់ខ្លាចជាថ្មបណ្ដាហើយកុំបារម្ភអីខ្ញុំបាននាំយកប្រអប់នេះមកជាមួយមើលទៅថ្នាំមួយឆ្នាំងនេះមិនទាន់គ្រប់គ្រាន់ទេយើងត្រូវតែផលិតថ្នាំនេះឲ្យបានច្រើនហើយនាំយកទៅសង្គ្រោះសត្វនៅទិសខាងជើងទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅក្រុមការងារ រួចរាល់ហើយលោកគ្រូ ថ្នាំភ្លើងអមតៈ100គីឡូ រៀបចំរួចរាល់ហើយលោកគ្រូ លើកនេះធ្ងន់បន្តិចឲ្យមេថ្មាតជីវិតសត្វរាប់រយក្បាលពឹងផ្អែកលើស្លាប់ឯងហើយដើម្បីគិញគក់ទេវតានិងព្រៃរបស់យើងទោះធ្ងន់ប៉ុណ្ណាក៏ខ្ញុំហោះរួចដែរតោះចេញដំណើរអោព្រះជាម្ចាស់លោកគ្រូមើលចុះសត្វប្រើសត្វខ្លាឃ្មុំសត្វទន្សាយពួកគេកកខ្លាចជារូបសំណាកតកកទាំងអស់ហើយជំងឺសាយសត្វកកប្រលឹងវាយលុកលឿនជាងការគិតយើងទៅទៀតមេថ្មាតអសចុះចតនៅកណ្ដាលព្រៃនោះទៅយើងគ្មានពេលបញ្ចុកថ្នាំម្ដងមួយក្បាលទេវីរៈយកគ្រាប់បែកខ្យល់មកយើងនឹងធ្វើឲ្យថ្នាំនេះคล้ายជាភ្លៀងទុះទៅភ្លៀងអមតៈខ្ញុំទើបតែយល់សពអាក្រក់ណាស់ចាពុកយើងខួសវិញហើយថ្នាំស័ក្តិសិនធ្លាក់ពីលើមេឃជួយសង្គ្រោះពួកយើង
ហ៊ានបំផ្លាញសិលតករបស់អញលោកគ្រូប្រយ័ត្នមានអ្វីម្យ៉ាងកំពុងចេញពីក្នុងខ្យល់គួចនោះហើយវាធំជាងស្វាព្រើទៅទៀតពួកឯងហ៊ាននាំភាពកក់ក្ដៅចូលមកក្នុងអាណាចក្ររបស់អញស្អប់កម្ដៅភាពត្រជាក់ដែលគ្មានភាពកក់ក្ដៅគឺជាសេចក្តីស្លាប់ហេតុអ្វីអ្នកចង់បំផ្លាញជីវិតសត្វព្រៃដ៏ស្រស់បំព្រងទាំងនេះទៅកង្កែបតូចកុំបាក់កកូនសិស្សលោកគ្រូអូយមិនមកតសលោកគ្រូយើងអស់គ្រាប់បែកខ្យល់ហើយយើងមិនចាំបាច់ប្រើកម្លាំងបាយទេបិសាចនេះមិនមែនស្អប់កម្ដៅទេវាគ្រាន់តែមិនធ្លាប់ទទួលបានភាពកក់ក្ដៅប៉ុណ្ណោះខ្ញុំដឹងថាអ្នកឯកោពន្លឺនេះអារម្មណ៍នេះវាធ្វើឲ្យបេះដូងទឹកកករបស់អញលោតឡើងវិញហើយអរគុណលោកគ្រូពេទ្យដែលបានរំលាយគំនុំក្នុងចិត្តខ្ញុំព្រៃនេះនឹងត្រឡប់មកស្រស់បំព្រងវិញហើយ ខ្ញុំយល់ហើយឃើញទេវីរៈថ្នាំដែលខ្លាំងបំផុតគឺក្តីស្រឡាញ់តោះយើងត្រឡប់ទៅអសតស្ថានយើងវិញ យល់ព្រមលោកគ្រូ ជួយផងសត្វចម្លែកគ្រាប់រោក្បាលកំពុងដេញទៀមខ្ញុំពួកវាមានភ្នែកពណ៌ក្រហមជួយខ្ញុំផង ឯងចេញទៅមើលបន្តិចមានសត្វចម្លែកមែនទេមើលទៅក្តាន់ភ័យណា មែនហើយខ្ញុំភ័យណាស់ ខ្ញុំនឹងមើលកុំភ័យវីរៈគាត់មិនមែនឈួតទេប៉ុន្តែគាត់ត្រូវតែពឹសផ្កាបោកប្រាស់ពឹសនេះធ្វើឲ្យអ្នកទទួលស្រូបយកមើលឃើញតែការភ័យខ្លាចរបស់ខ្លួនប៉ុណ្ណោះ ចុះគាត់ទៅឆ្លងពីនេះមកពីណាទៅលោកគ្រូ មានតែមួយកន្លែងគត់គឺជ្រលងភ្នំខ្សឹបខ្សៀវនៅឯជើងភ្នំខាងលិច កន្លែងនេះស្អាតណាស់លោកគ្រូតែផ្សែងពណ៌ស្វាយនេះធ្វើឲ្យខ្ញុំធ្ងន់ក្បាលមិនដឹងទេ កុំបារម្ភអីវានឹងមិនធ្វើឲ្យឯងមានបញ្ហាទេ អរគុណលោកគ្រូ ពាក់ម៉ាស់ឲ្យចិត្តវីរៈកុំស្ដាប់សំឡេងខ្យល់បក់នៅទីនេះឲ្យសោះវាអាចបោកបញ្ឆោតអារម្មណ៍ឯងបាន បាទពូ ទេលោកគ្រូមិនក៏លោកគ្រូប្រែជាសត្វពស់យ៉ាក់អញ្ចឹងគុំស៊ីវីរៈគ្រូនេះតើតាំងស្មារតីឡើងឯងកំពុងតែយល់សពទេណែស្មារតីវិលវៃភ្នែកភ្លឺថ្លាបំបែកការបោកប្រាស់ លោកគ្រូខ្ញុំខ្លាចណាស់មិញនេះខ្ញុំស្មានថាលោកគ្រូចង់ស៊ីខ្ញុំបាត់ទៅហើយអរគុណលោកគ្រូ មិនអីទេវីរៈលោកគ្រូនៅទីនេះដើម្បីការពារអ្នកហើយនេះហើយជាមហាក្សត្រីផ្កាបោកប្រាស់ដែលរស់រាប់ពាន់ឆ្នាំមកហើយយើងត្រូវតែបញ្ឈប់វា ណា អូគីងគុកដ៏កំសត់អើយ ហេតុអ្វីត្រូវទ្រាំរស់ក្នុងគប់រៀងអាក្រក់បែបនេះគ្រាន់តែឯងបោះបង់ការតស៊ូចោលខ្ញុំនឹងប្រទានគប់រៀងជាព្រះអង្គម្ចាស់កង្កែបដ៏សង្ហាបំផុតឲ្យឯងហាហា លោកគ្រូកុំជឿវាជាការបោកប្រាស់សូមមេត្តាកុំជឿវា សម្រស់គ្រាន់តែជាសបកក្រៅ គក់ហីអ្វីដែលធ្វើខ្ញុំខ្លាចជាគិងគក់ទេវតាមិនមែនជាគប់រៀងទេតែជាការសង្គ្រោះអ្នកដទៃខ្ញុំមិនត្រូវការសម្រស់คล้ายៗរបស់ឯងទេទទួលយកទឹកសន្សើមប្រាក់លៀងប្រលឹងនេះទៅមហាក្សត្រីផ្កាវាដល់ពេលដែលឯងត្រូវភ្ញាក់ពីការលោភលន់ហើយពេលនេះវាលែងជាផ្កាបោកប្រាស់ទៀតហើយវានឹងក្លាយជាឱសថដ៏ពូកែសម្រាប់ជួយរងាប់អារម្មណ៍អ្នកជំងឺផ្លូវចិត្តវីរៈអើយព្រៃយើងធំធេងណាស់ហើយសត្វដែលត្រូវការជំនួយក៏មានច្រើនគ្រូនឹងឯងតែ2នាក់មិនអាចជួយពួកគេបានទាន់ពេលវេលារហូតទេ ចុះលោកគ្រូចង់ធ្វើកូនសិស្សបន្ថែមទៀតឬ មិនមែនត្រឹមតែកូនសិស្សទេគ្រូចង់សាងសង់សាលាបង្រៀនឱសថសាស្ត្រសត្វព្រៃ ទុកកិច្ចការធ្ងន់ៗឲ្យក្រុមថ្មាតសចុះតកែកង្គក់ជួយយើងច្រើនណាស់ដល់ពេលដែលពួកយើងត្រូវជួយតកែវិញម្ដងហើយសាលានេះត្រូវតែស្អាតជាងគេពិតណាស់ សូមស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់សាលាពេទ្យគីងគុកទេវតាថ្ងៃនេះជាថ្ងៃដំបូងដែលពួកក្មួយៗនឹងរៀនពីវិធីសង្គ្រោះជីវិតចងចាំថាគ្រូពេទ្យដ៏ល្អត្រូវមានទាំងចំណេះដឹងនិងបេះដូងពោពេញដោយក្តីមេត្តា ពូកែណាស់ក្មួយ ស្លឹកនេះហើយដែលអាចជួយបញ្ចុះកម្ដៅបានយ៉ាងស័ក្តិសិទ្ធិអនាគតក្មួយច្បាស់ជាគ្រូពេទ្យដ៏ពូកែម្នាក់ពីរឿងរ៉ាវគីងគក់មុខអាក្រក់លក់ថ្នាំស្រែងតាមផ្លូវរហូតមកដល់ថ្ងៃនេះខ្ញុំមិនត្រឹមតែព្យាបាលរបួសសម្បកក្រៅទេតែខ្ញុំបានបណ្ដុះគ្រាប់ពូជនៃក្តីស្រឡាញ់ទៅក្នុងបេះដូងអ្នកគ្រប់គ្នាសម្រាប់ពិតប្រាកដគឺការដែលយើងអាចជួយអ្នកដទៃបានអ៊ីអែគីងគក់ទេវតាសូមលាអ្នកទាំងអស់គ្នាត្រឹមនេះហើយជួបគ្នានៅពេលដែលមានអ្នកកើតស្រែង